ក្រុមបាល់ទឹកកម្ពុជាត្រូវបានអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោកហែមគិរីវាយតម្លៃថាទទួលបានសិទ្ធិផលថ្មីមួយទៀតគឺការអភិវឌ្ឍសមត្ថភាពខ្លាំងជាងមុនក្រោយពីប្រកួតចាញ់ប្រទេសសិង្ហបុរីក្នុងជំនួបមិត្តភាពដកស្រង់បច្ចេកទេសដោយលទ្ធផលបច្ចេកទេសប្រដំប្រសងគ្នាខណៈក្រុមប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32ឆ្នាំ2023ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអគ្គលេខាធិការបានបញ្ជាក់ថាលទ្ធផលក្នុងជំនួបមិត្តភាពអាចសបញ្ជាក់ឃើញថាក្រុមបាល់ទឹកកម្ពុជាមានការរីកចម្រើនខ្លាំងជាងមុនត្បិតការជួបគ្នាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32ឆ្នាំ2023ក្រុមបាល់ទឹកកម្ពុជាចាញ់ក្រុមបាល់ទឹកប្រទេសសិង្ហបុរីរហូតជាង30ពិន្ទុឯណោះអគ្គលេខាធិការរូបនេះក៏បានបញ្យល់ទៀតថាការចាញ់ប្រដំប្រសងជាមួយប្រទេសខ្លាំងបែបនេះបានសបញ្ជាក់ឃើញថាការខិតខំហ្វឹកហាត់ជាប្រចាំរបស់ក្រុមបាល់ទឹកក្រោមការគាំទ្ររបស់ប្រធានសហព័ន្ធអាយដាមសុនចន្ទថលទទួលបានផ្លែផ្កាមានក្តីសង្ឃឹមក្នុងការប្រជែងយកលទ្ធផលល្អជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខទន្ទឹមជាមួយគ្នានេះសហព័ន្ធកីឡាហែលទឹកក្រុងនឹងបង្កើតជើងឯកថ្នាក់ជាតិមួយក្នុងឆ្នាំ2025ដោយតម្រូវឲ្យក្លឹបចង់ចូលរួមប្រកួតចម្រាញ់តាមក្លឹបបន្ទាប់មកសហព័ន្ធចម្រាញ់យក4ក្រុមមកប្រកួតក្នុងជើងឯកថ្នាក់ជាតិដើម្បីស្វែងរកក្រុមបាល់ទឹកល្អៗយកមកដុសខាត់សមត្ថភាពត្រៀមការប្រកួតអន្តរជាតិនានានៅក្រៅប្រទេសជាមួយគ្នានេះលោកអគ្គលេខាធិការក៏បានបង្ហាប់អំពីគម្រោងមួយចំនួនក្នុងការបន្ថែមបទពិសោធន៍ជូនកីឡាករបាល់ទឹកកម្ពុជាតាមរយៈការដឹកនាំក្រុមចេញទៅប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមបាល់ទឹកក្នុងតំបន់អាស៊ានដូចជាប្រទេសថៃម៉ាឡេស៊ីក្នុងឆ្នាំ2025នេះផងដែរលោកបានបន្ថែមទៀតថាតាមការខិតខំប្រឹងប្រែងក្រោមការគាំទ្រយ៉ាងពេញទំហឹងពីប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកក្រុមបាល់ទឹកកម្ពុជាក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសថៃនឹងអាចស្វែងរកលទ្ធផលល្អជូនកម្ពុជាដោយវិញ្ញាសាហែលទឹកពាក់ជើងទាដែរចូលមកក្រោយគេតែទទួលបានលទ្ធផលល្អក្នុងការប្រកួតអន្តរជាតិគួរដឹងដែរថាប្រទេសក្នុងតំបន់អាស៊ានប្រទេសដែលមានក្រុមបាល់ទឹកទើបនឹងមាន6ប្រទេសប៉ុណ្ណោះក្នុងនោះមានប្រទេសសិង្ហបុរីថៃម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីននិងកម្ពុជា